សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងបន្តទៀតផ្ដើមសាច់រឿងយើងឃើញណាត់សកុនឹងទាហានទាំង9កំពុងតែកំចាត់បិសាចនៅខាងក្រៅទីក្រុងហើយអ្នកដែលកំចាត់បិសាចមានតែណាត់សកុតែប៉ុណ្ណោះពីព្រោះថាគ្រាន់តែ character ដែលណាត់សកុបង្កើតមកក៏អាចសម្លាប់ពួកវាទាំងអស់បានផងដែរពេលដែលពួកគេបង្ក្រាបបិសាចអស់ពួកគេបានចូលមកក្នុងទីក្រុងវិញដោយមានប្រជាជនជាច្រើនអបអរពួកគេបន្ទាប់មកពួកគេទៅជួបនឹងចៅហ្វាយក្រុងនៅចំកណ្ដាលទីក្រុងដែលមានអ្នកចោមរោមមើលជាច្រើនហើយពេលនោះចៅហ្វាយក្រុងបានប្រកាសអំពីការកំចាត់ពពួកវ៉យបានសម្រេចហើយគ្មានគ្រោះថ្នាក់មកដល់ទីក្រុងទៀតទេបន្ទាប់មកណាត់សកុបាននិយាយនឹងយក credit ខ្លួនឯងហើយបន្តសរសើរទៅដល់ក្រុមទាហានទាំង9ផងដែរកាត់មកដល់ពេលយប់នៅពេលដែលណាត់សកុកំពុងតែដេកលើសាឡុងហើយយូណូបានធ្វើត្រាប់តាមណាត់សកុនៅពេលដែលនាងឡើងសន្ទរកថាកាលពីថ្ងៃហើយណាត់សកុបាននិយាយទៅកាន់យូណូថាវាធ្វើបែបនេះទៅកាន់តែតេទៀងចំណាប់អារម្មណ៍ពីប្រជារាស្ត្រយូណូបាននិយាយទៅកាន់ណាត់សកុថាគ្រាន់តែអ្នកមកដល់ទីនេះអ្នកបានរំខានមនុស្សគ្រប់គ្នាបាត់ទៅហើយប៉ុន្តែណាត់សកុវិញកំពុងតែឆ្ងល់អំពីភាពខុសគ្នារវាងសាច់រឿងដែលនាងបានមើលនិងទស្សនវិជ្ជាជាក់ស្ដែងហើយបន្តទៀតថាសូម្បីតែវ៉យដែលនាងមិនធ្លាប់ឃើញក៏មានផងដែរប៉ុន្តែនាងអាចរកនឹកវិធីសាស្ត្រដែលគូ character អាចកំចាត់វាបានកម្មការផ្ទះបាយយើងឃើញលូកានៅធ្វើម្ហូបបន្ទាប់មកឃើញណាត់សកុចូលមកហើយសួរលូកាកំពុងតែធ្វើអ្វីហើយពេលនោះនាងបានឃើញនំប៉័ងនិងសាច់ជាច្រើននៅលើនោះនាងក៏ដកយកនំប៉័ងមួយយកម្ហូបលូកាបំរុងនឹងហាមឃាត់ណាត់សកុកុំទាន់អាលញ៉ាំប៉ុន្តែនាងបានញ៉ាំឧត្តមហើយពេលនោះលូកាបានចូលទៅវេសសក់របស់ណាត់សកុដែលធ្វើឲ្យយូនីអូខឹងណាត់សកុយ៉ាងខ្លាំងហើយបានដេញណាត់សកុចេញឲ្យឆ្ងាយពីលូកាប៉ុន្តែដេញលក្ខណៈស្ងាត់ជូជេបាននិយាយទៅកាន់យូណូថាក្រែងយូណូចង់ឲ្យលូកាមានគូមែនហើយឬទេយូណូតបថាអ្នកផ្សេងបានប៉ុន្តែណាត់សកុមួយនេះគឺមិនបានទេជូជេទទួលស្គាល់ថាលូកាបានផ្លាស់ប្ដូរបន្ទាប់ពីណាត់សកុបានបង្ហាញខ្លួនមកហើយវាក៏មិនដែលឃើញលូកាមានចរិតបែបនេះផងដែរយូណូបានតបវិញថានេះជាអ្វីដែលវាមិនចូលចិត្តជាបន្ទាប់យើងឃើញពួកគេទៅមណ្ឌលកុមារកំព្រាដែលមានការស្វាគមន៍ពីកូនចៅហ្វាយក្រុងហើយបន្ទាប់មកពួកគេបានមកនិយាយគ្នាអំពីបញ្ហាកុមារកំព្រានៅតំបន់អនាធិបតេយ្យដែលគ្មានផ្ទះសម្បែងស្នាក់នៅនិងចង់នាំពួកគេមកស្នាក់នៅឯមណ្ឌលកុមារកំព្រាវិញនេះបន្តនិយាយអំពីបញ្ហាដែលពួកគេមិនទុកចិត្តមនុស្សវ័យជំទង់ប៉ុន្តែនឹងគិតថាពួកគេអាចនឹងទុកចិត្តក្រុមទាហានទាំង9ច្រើនជាងពួកគេបានទទួលនឹងសំណើនេះហើយមេមរុបាននិយាយទៀតថាពួកយើងត្រូវតែបែងចែកការងារដើម្បីនាំក្មេងៗមកកាន់ទីនេះបន្ទាប់មកកូនចៅហ្វាយក្រុងបានបែងចែកការងារជា3ក្រុមទី1លូកានិងណាត់សកុក្រុមទី2ខ្ជូជេនិងយូនីអូហើយក្រុមទី3មេមរុនិងរូបនាងផ្ទាល់ដែលជាកូនចៅហ្វាយក្រុងនឹងឯងបន្ទាប់មកកូនចៅហ្វាយក្រុងក៏ឲ្យលូកានិងណាត់សកុទៅស្រុកមួយដែលពោពេញដោយមនុស្សអស់សង្ឃឹមហើយយូណូគ្រាន់តែឮដូចនេះក៏សុំទៅជាមួយនៅពេលពួកគេមកដល់ណាត់សកុបាននិយាយថាកន្លែងនេះមិនមានក្នុងអេនីមេដែលនាងធ្លាប់មើលនោះទេលូកាបាននិយាយថាទីនេះគឺជាតំបន់ដែលគ្រោះថ្នាក់បំផុតនៃតំបន់អនាធិបតេយ្យពួកគេរស់នៅដោយមានតែភាពអស់សង្ឃឹមហើយត្បូង True Future ក៏មិនចេះពន្លឺមកដល់ទីនេះផងដែរលូកាក៏មានគំនិតថាចង់កែប្រែទីនេះនៅពេលដែលពពួក Void ត្រូវបានកំចាត់ចោលពីពិភពលោកមួយនេះពួកគេក៏ឈប់រទេះនិងនិយាយគ្នាមួយសន្ទុះហើយពេលនោះមានកូនពពែមួយបានចេញពីរទេះរបស់ពួកគេហើយពេលនោះវាបានរត់មកសម្ដៅទៅរកណាត់សកុហើយលួចយកឧបករណ៍វេទមន្តរបស់នាងទៅលូកាបានចាប់វាជាប់ហើយពេលនោះវាសុំឲ្យលូកាដោះលែងវាប៉ុន្តែពេលដែលវាឃើញលូកាវាក៏បានហៅលូកាថាវីរបុរសដ៏អស្ចារ្យណាត់សកុញាក់ផ្អើលនៅពេលដែលក្មេងៗជាច្រើនដែលនៅក្នុងតំបន់អនាធិបតេយ្យនេះបានបង្ហាញខ្លួនហើយលូកាបាននិយាយទៅកាន់ណាត់សកុថាការឆក់ប្លន់កើតមានជារៀងរាល់ថ្ងៃហើយនេះជាមធ្យោបាយមួយដើម្បីឲ្យពួកគេរស់រានមានជីវិតបន្ទាប់មកលូកានិងយូណេអូបានចែកចំណីអាហារដល់ក្មេងៗកំព្រាហើយពេលនោះយូណេអូក៏ហៅណាត់សកុឲ្យជួយចែកចំណីអាហារដល់ក្មេងៗប៉ុន្តែណាត់សកុមិនបានជួយទេព្រោះថានាងរវល់នឹងគូគំនូឲ្យក្មេងៗមើលលូកាបានប្រាប់ក្មេងៗថាប្រសិនបើអ្នកទាំងអស់គ្នាទៅមណ្ឌលកុមារកំព្រាអ្នកទាំងអស់គ្នានឹងទទួលបានអាហារឆ្ងាញ់ៗជាច្រើនបើមើលទៅកាន់យូណេអូវិញមានក្មេងៗកំពុងតែទាញស្នែងនិងកន្ទុយរបស់វាហើយនេះក៏ជាមូលហេតុមួយដែលវាមិនចូលចិត្តក្មេងៗផងដែរពួកគេទាំងពីរនាក់ពិបាកនឹងគ្រប់គ្រងក្មេងៗឲ្យនៅស្ងៀមខ្លាំងណាស់ប៉ុន្តែងាកមកកាន់ណាត់សកុវិញជាដំបូងនាងបានទៅនិយាយជាមួយនឹងកូនពពែដែលបានលួចឧបករណ៍វេទមន្តរបស់នាងនិយាយថាមានកន្លែងដែលអាចញ៉ាំអាហារជារៀងរាល់ថ្ងៃហើយកន្លែងនោះគឺជាមណ្ឌលកុមារកំព្រាក្មេងៗអាចញ៉ាំអាហារជារៀងរាល់ថ្ងៃដោយមិនចាំបាច់ធ្វើការនិងឆក់ប្លន់ហើយនាងបានសួរកូនពពែនោះទាំងទឹកមុខស្រស់ស្អាតថា
តែឯងចង់បន្តធ្វើរឿងនេះអស់មួយជីវិតរបស់ឯងទៀតដែរឬទេវាក្រវីក្បាលដែលបញ្ជាក់ថាវាឈប់ធ្វើរឿងនេះទៀតហើយបន្ទាប់មករឿងបញ្ហាក្មេងៗក៏បានដោះស្រាយចប់ត្រឹមនេះពេលពួកគេធ្វើដំណើរទៅកន្លែងផ្សេងទៀតណាត់ស្កូបានរអ៊ូអំពីជើងរបស់នាងនិងការអស់កម្លាំងរបស់នាងលូកាបានតបវិញថាក្មេងៗពិតជាស្រឡាញ់នាងណាស់ហើយយូណេអូបាននិយាយទៅកាន់ណាត់ស្កូថាក្មេងៗគ្រាន់តែចូលចិត្តនាងមួយផ្លែតតែប៉ុណ្ណោះហើយណាត់ស្កូបាននិយាយទៅកាន់យូណេអូវិញថាតើយូណេអូនឹងចំណែននឹងនាងមែនដែរឬទេយូណេអូប្រកែកថាវាមិនបានចំណែននឹងណាត់ស្កូនោះទេហើយភ្លាមនោះលូកាបានឃើញពូអំបូនាគម្យ៉ាងត្រូវបានអំបូផ្សេងទៀតវាយធ្វើបាបហើយលូកាក៏បានទៅចូលឃាត់ពួកគេទាំងអស់គ្នានោះបានស្គាល់ថាលូកាគឺជានរណាហើយក៏មិនហ៊ានធ្វើអីផងដែរហើយពួកគេក៏បានត្រឡប់ទៅវិញទៅយូណូបាននិយាយថាគាត់ក៏ជាទាហានម្នាក់ក្នុងចំណោមទាហានទាំង9ដែរហើយមិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះសោះហើយបរិសម្នាក់នោះមានឈ្មោះថា Justice បន្ទាប់មកគេបាននិយាយស្វាគមន៍ទៅកាន់លូកាហើយបានឃើញណាត់សកូក៏ទៅនិយាយជាមួយណាត់សកូគេបាននិយាយជាមួយនឹងណាត់សកូហើយសរសើរអំពីសក់របស់នាងដែលមានសក់ទន់ហើយនឹងចម្លែកខុសគេលូកាបានចាប់ដៃរបស់គេហើយក្រវាសចេញបន្ទាប់មកបបួលពួកគេទៅវិញទាំងទឹកមុខមិនពេញចិត្តហើយមុនចេញទៅ Justice បានប្រាប់ណាត់សកូថាបើចង់មកលេងគាត់អាចមកលេងបានគ្រប់ពេលវេលាកាន់មកកាន់ផ្ទះរបស់ទាហានទាំង9 QJ ភ្ញាក់ផ្អើលនៅពេលដែលណាត់សកូបានជួបជាមួយនឹង Justice ហើយនេះក៏ជាមូលហេតុដែលលូកាខំប្រឹងហាត់ទាំងយប់ដូច្នេះលូកាអាចរកឃើញគេតែមិនប្រកាសថាគេស្នាក់នៅទីនោះទេខ្ញុំបានឮថាគេបានទទួលការងារជាអង្គរៈនៅហាងលបែងស៊ីសងខុសច្បាប់មួយកន្លែងហើយនោះគ្រាន់តែជាពាក្យចចាមរាមតែប៉ុណ្ណោះនៅថ្ងៃបន្ទាប់យើងបានឃើញណាត់សកូបានរត់លេងជាមួយនឹងក្មេងៗពេលនោះនាងក៏ហត់បន្ទាប់មកនាងបានទៅសុំទឹកពី Justice ដើម្បីផឹកហើយសម្រាប់យកកម្លាំងនិងជជែកលេងជាមួយនឹង Justice បន្ទាប់មក Justice បាននិយាយថាការនាំក្មេងៗទៅកាន់មណ្ឌលកុមារកំព្រាវាពិតជារឿងពិបាកសម្រាប់ក្រុមទាហានទាំង9ប៉ុន្តែណាត់សកូបានតបវិញថានាងគ្រាន់តែចង់មករក Justice តែប៉ុណ្ណោះ Justice និយាយថាវាពិតជាចៃដន្យណាស់ព្រោះថាខ្លួនគាត់ក៏ចង់រកណាត់ស្កូផងដែរពេលនោះណាត់ស្កូបាននិយាយអំពីទីក្រុងទី8ដែលត្រូវបាត់បង់ក្នុងសង្គ្រាមលូកាបានដាក់បទបញ្ជាឲ្យជួយសង្គ្រោះប្រជាជននៅក្នុងទីក្រុងដែលត្រូវបានពពួកវ៉លចូលបំផ្លិចបំផ្លាញប៉ុន្តែជាអកុសលសមាជិកម្នាក់នៅក្នុងក្រុមទាហានទាំង9ឈ្មោះថាកាំងចើត្រូវបានស្លាប់ហើយ Justice ខ្លួនគាត់ផ្ទាល់ក៏ត្រូវបានរងរបួសធ្ងន់ផងដែរហើយលូកាក៏មិនបានដឹងអំពីការជឿចាប់និងស្នាមរបួសរបស់ Justice ផងដែរហើយមិនយូរប៉ុន្មានអ្នកក៏សុំឈប់ចេញពីការងារជាទាហានទាំង9Justice បានបដិសេធរឿងដែលណាត់សកូថាគាត់ជាសមាជិកម្នាក់ក្នុងចំណោមទាហានទាំង9ប៉ុន្តែណាត់សកូបានបញ្ជាក់រឿងនេះដោយបើកស្លាករបស់ Justice ហើយពេលនោះយើងឃើញស្លាករបស់ Justice បានឆេះក្លោចមួយកំណាត់ក្រោមហើយនេះក៏ជាមូលហេតុដែល Justice មិនអាចហោះបានដូចគ្នាកាន់មកកាន់អ្នកទាំងពីរដែលកំពុងតែចែកចំណីអាហារដល់ក្មេងៗលូកាបាននិយាយថាណាត់សកូទៅលើកនេះដូចជាយូរជាងរាល់ដងទៅទៀតងាកមកកាន់ណាត់សកូវិញកំពុងតែនិយាយជាមួយនឹង Justice អំពីបញ្ហាដែលគាត់មិនព្រមប្រាប់លូកាអំពីការពិតហើយលូកាអាចនឹងស្អប់អ្នកជារៀងរហូត Justice តបថាគាត់សឹកចិត្តឲ្យលូកាស្អប់គាត់ប្រសើរជាងឲ្យលូកាស្ដីបន្ទោសខ្លួនឯងអំពីបញ្ហាដែលគាត់មិនបានសាងបន្ទាប់មក Justice បានសួរទៅកាន់ណាត់សកូវិញថាតើអ្នកនៅខ្ជះខ្ជាយពេលវេលានៅទីនេះដល់ពេលណាទៀតហើយពពួកវ៉យអាចចេញមកបានគ្រប់ពេលវេលាប៉ុន្តែណាត់ស្កូបានឆ្លើយទៅកាន់ Justice វិញថានាងអាចកំចាត់វ៉យបានដោយខ្លួនឯងពួកគេបាននិយាយគ្នាមួយសន្ទុះហើយពេលនោះណាត់ស្កូប្រាប់ឲ្យ Justice នៅស្ងៀមដើម្បីឲ្យនាងគោរពរបស់គាត់ចៃដនលូកានិងយូណេអូបានមកដល់ហើយឃើញទស្សនវិជ្ជានេះយូណេអូពេញចិត្តនឹងទស្សនវិជ្ជាបែបនេះហើយហៅពួកគេថាគឺជាទំនាក់ទំនងមនុស្សពេញវ័យកាន់មកកាន់មណ្ឌលកុមារកំព្រាវិញកូនចៅក្រុងបានអរគុណពួកគេដែលបាននាំក្មេងៗមកកាន់ទីនេះភ្លាម QJ បានដាស់តឿនពួកគេអំពីវត្តមាន Void នៅក្រៅទីក្រុងពេលលើដូចនេះលូកានិងអ្នកទាំងអស់គ្នាបានចេញទៅក្រៅទីក្រុងដើម្បីពិនិត្យមើលស្ថានភាពនិងទប់ទល់ជាមួយនឹងពពួក Voidពេលដែលណាត់សកូរត់ទៅនាងបានឮសំឡេងចេញពីសត្វដែលយើងឃើញនៅចុងភាគមុនហើយវាបាននិយាយថាគ្មានអ្វីអាចនឹងកែប្រែរឿងនេះបាននោះទេបន្ទាប់មកនាងក៏ឈប់មើលមួយផ្លែតប៉ុន្តែត្រូវបានលូកាហៅបន្ទាប់មកនាងក៏ទៅជាមួយនឹងពួកគេបាត់ទៅនៅខាងក្រៅទីក្រុងយើងឃើញពពួក Void ដែលមានរាងដូចជាសុទ្ធលូកាឆ្ងល់ថាតើទាំងអស់នោះគឺពិតជា Void មែនដែរឬទេប៉ុន្តែ QJ បញ្ជាក់ថាវាគឺពិតជាពពួក Void ណាត់សកូបាននិយាយជាមួយនឹងពួកគេថានាងមិនដែលឃើញពពួក Void បែបនេះនៅក្នុង anime ដែលនាងធ្លាប់មើលនោះទេ សួរពួកគេទាំងអស់គ្នាថា
តើពួកយើងគួរធ្វើដូចម្តេចលូកាតបថាគាត់នឹងចូលទៅជាមួយនឹង QJ ដើម្បីពិនិត្យមើលសកម្មភាពរបស់ពពួក Void ហើយផ្ដាំពួកគេកុំឲ្យធ្វើអ្វីប្រេះថារហូតដល់គាត់ផ្ដល់សញ្ញាឲ្យពួកគេហើយពេលនោះយើងឃើញ Chastic បានឈរមើលពីចម្ងាយផងដែរនៅពេលនោះដែរឧបករណ៍របស់ Natsuko បានបញ្ចេញសញ្ញាហើយនាងក៏មានអ្វីដែលត្រូវគូផងដែរពេលលូកាទៅចិត្តបន្តិចលូកាប្រាប់ឲ្យ QJ ហោះនៅកម្ពស់សមល្មមដើម្បីពិនិត្យមើលពពួក Void QJ យល់ព្រមហើយក៏ហោះទៅពិនិត្យមើលសកម្មភាពពេលនោះ QJ ភ្ញាក់ផ្អើលនៅពេលដែលឃើញ Natsuko បានដើរសម្ដៅទៅកាន់ពពួក Void Natsuko បានប្រាប់ពួកគេទាំងពីរនាក់វិញថានាងអាចការពារខ្លួនបានលូកាបានព្រមាននាងអំពីគ្រោះថ្នាក់ប៉ុន្តែនាងប្រាប់លូកាវិញថាកុំឲ្យមកតាមនាងបន្ទាប់មកនាងក៏ប្រាប់ពួកគេថាកុំឲ្យបារម្ភអំពីនាងនឹងបញ្ចប់រឿងនេះឲ្យបានលឿនបំផុត Natsuko ចាប់ផ្ដើមកោះហៅតុករបស់នាងនិងបង្កើត character មួយដើម្បីទៅប្រយុទ្ធជាមួយនឹងពពួក Void នាងបានបង្កើត character គុនដាវសាមរ៉ាយមួយហើយបានបញ្ជាវាឲ្យទៅកាត់កំទេចពពួក Void ដែលមានរាងដូចជាសុទ្ធនោះអ្នកគុនដាវសាមរ៉ាយនោះបានកំទេចវាទាំងអស់ប៉ុន្តែវាបានផ្លាស់ប្ដូររូបរាងកាយវាទៅជាទឹកភ្លាមការប្រមានចេញពីឧបករណ៍របស់នាងបានបន្លឺឡើងឲ្យនាងគូ character មួយទៀតពេលនោះលូកាបានចូលទៅប្រយុទ្ធហើយប្រាប់ឲ្យមេមរុនិងយូណេអូបើកខែលការពារទីក្រុង QJ បានព្រមានពួកគេទាំងអស់គ្នាថា Void ចាប់ផ្ដើមកើនកម្លាំងខ្លាំងជាងមុនNatsuko ក៏ប្រឹងគូបណ្ដើរនឹងនឹកឃើញពាក្យដែលនាងសន្យានឹងពួកគេថានឹងបញ្ចប់វាដោយខ្លួនឯងប៉ុន្តែវាគួរឲ្យសោកស្ដាយដោយសារតែ character ដែលជាអ្នកគុនដាវសាមរ៉ាយនោះត្រូវបាន Void កំទេចចោលចំណែកឯ character ដែលត្រូវគូសថ្មីនោះក៏មិនទាន់គូសចេញមកផងដែរនៅពេលនោះដែរពពួក Void បានបើកការវាយប្រហារទៅលើ Natsuko ហើយរឿងក៏ចប់ត្រឹមនេះ